ក្រោយភ្លៀងមេឃស្រឡះឲ្យបងប្អូនពេលនេះកីឡាករ Danny Carvajal បានចុច follow ទៅលើIG របស់កីឡាករ Lamine Yamal វិញហើយបន្ទាប់ពីមានការប៉ះគ្នាយ៉ាងខ្លាំងកាលពីជំនួបEl Clasico ប៉ុន្តែ admin ចូលទៅ check មើលIG របស់ Yamal គឺមិនបាន follow កីឡាករ Danny Carvajal ទីអាចថាពេលនេះគាត់រៀននៅក្មេងអារម្មណ៍គឺរៀងឆេវឆាវឥឡូវក៏មិនទាន់បាត់កំហឹងអំពីយើងសម្រាប់កីឡាករ Lamine Yamal ទៅលើsearch បង Danny Carvajal ប៉ុន្តែយើងមើលស៊េរីមុនបងប្អូនដូចជាLionel Messi និងRonaldo កាលពីជំនួបEl Clasico គឺគាត់មិនដែលទៅនិយាយអ្វីច្រើនដូចជាYamal ពេកទេបើថាគុំថាខឹងយ៉ាងណាយ៉ាងណីអីហ្នឹងគឺចាំឡើងដល់លឺទីលានដឹងតែក៏ក្រើកហើយប៉ុន្តែអេមីនមើលពី Yamal ពិតជានិយាយច្រើនមែននេះមិនមែនតែ admin ទេបងប្អូនសំបីតែ legend របស់ club មួយចំនួនក៏និយាយដែរថាYamal មិនគួរនិយាយច្រើនពេកទេមុននឹងការប្រកួតគឺយើងទុកធម្មពលទុកអ្វីដែលថាយើងចង់និយាយហ្នឹងគឺយើងបដូរទៅជាការប្រឹងប្រែងដើម្បីស្វែងរកជាជំនាញវិញជូន club អាហ្នឹងគឺវាល្អប្រសើរជាងការនិយាយច្រើនពេលខ្លះបងប្អូនយើងយើងនិយាយច្រើនទៅមិនមែនជាការបំបាក់ទឹកចិត្តកីឡាករគេជាបន្ថែមនៅធម្មពលដល់គេវិញដើម្បីឲ្យគេមានកម្លាំងចិត្តក្នុងការបំបាក់យើងវិញអាហ្នឹងក៏វាជាបញ្ហាមួយដែរ